សួស្តីបងប្អូនទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយនៅក្នុង Channel Ignite Grow KH ប្រធានបទថ្ងៃនេះខ្ញុំជឿថាវាមានន័យណាស់សម្រាប់ជីវិតយើងម្នាក់ជាពិសេសគឺយុវជនគ្នាយើងព្រោះថាយើងកំពុងនៅក្នុងដំណាក់កាលដែលកសាងជីវិតខ្លួនឯងជាងការក៏យើងជួបអារម្មណ៍អស់កម្លាំងហត់ឬចាប់ផ្ដើមសង្ស័យលើសមត្ថភាពខ្លួនឯងនៅពាក់កណ្ដាលផ្លូវហើយក៏ចង់បោះបង់ចោលដែរចង់បើបងប្អូនកំពុងតែធ្វើអ្វីមួយប៉ុន្តែខ្វះកម្លាំងចិត្តចឹងវីដេអូថ្ងៃនេះគឺសម្រាប់បងប្អូនថ្ងៃនេះគឺខ្ញុំចង់និយាយអំពីប្រធានបទមួយគឺកុំបោះបង់ខ្លួនឯងកុំឈប់ពាក់កណ្ដាលទីនៅក្នុងដំណាក់កាលដែលបងប្អូនកំពុងតែកសាងជីវិតខ្លួនឯងធ្វើអ្វីមួយឲ្យខ្លួនឯងគឺវាតែងតែមានថ្ងៃខ្លះដែលយើងបាត់បង់កម្លាំងចិត្តចង់បោះបង់ចោលមិនចង់បន្តទៅទៀតនៅពេលដែលបងប្អូនមានអារម្មណ៍បែបនេះបងប្អូនគួរតែគិតទៅលើចំណុចទាំងអស់នេះជាមុនសិនទី1កុំឲ្យពេលវេលាខ្លាយជាការខាតបង់បងប្អូនសាកគិតមើលនៅពេលដែលយើងចាប់ផ្ដើមធ្វើអ្វីមួយមានន័យថាយើងបានបដូរពេលវេលារបស់យើងមួយចំណែកទៅលើសកម្មភាពនោះហើយយើងបានចំណាយពេលម៉ោងគេងរបស់យើងម៉ោងជួបជុំគ្រួសាររបស់យើងដើម្បីចាប់ផ្ដើមផ្លូវមួយនេះចុះបើបងប្អូនឈប់ពាក់កណ្ដាលទីវាមានន័យថាពេលវេលាដែលយើងបានចំណាយទាំងអស់អាចក្លាយជាមោឃៈការឈប់នៅពាក់កណ្ដាលផ្លូវនឹងធ្វើឲ្យពេលវេលានិងកម្លាំងដែលយើងបានចំណាយទាំងអស់អាចខាតបង់ចោលខ្ញុំលើកយកឧទាហរណ៍មួយបងប្អូនបានសម្រេចចិត្តថាបើកអាជីវកម្មលក់អនឡាញមួយហើយបានចំណាយពេលសិក្សាទីផ្សារថតរូបផលិតផលនិងធ្វើការផ្សព្វផ្សាយហើយអាជីវកម្មរបស់បងប្អូនក៏ទទួលបានការដឹងឮដល់អតិថិជនខ្លះៗដែរប៉ុន្តែស្រាប់តែពេលអាជីវកម្មកំពុងដើរបងប្អូនក៏ជួបឧបសគ្គតិចតួចធ្វើឲ្យបងប្អូនបាត់បង់កម្លាំងចិត្តចង់ឈប់ពាក់កណ្ដាលទីហើយបើសិនជាបងប្អូនឈប់ពាក់កណ្ដាលទីបែបនេះគឺអ្វីដែលបងប្អូនបានធ្វើកន្លងមកគឺវាប្រៀបដូចជាការខាតបង់ទាំងស្រុងចឹងហើយគ្រប់ពេលដែលបងប្អូនមានចិត្តថាមិនចង់បន្តទៅមុខទៀតចឹងបងប្អូនជួយគិតពីចំណុចអ្វីដែលជំរុញឲ្យបងប្អូនចាប់ផ្ដើមផ្លូវមួយនេះជាមួយនឹងពេលវេលានិងកម្លាំងដែលយើងបានចំណាយកន្លងមកកុំឲ្យការខិតខំប្រឹងប្រែងរបស់យើងពីមុនមកវាคล้ายទៅជាគ្មានន័យចំណុចទី2កុំបោះបង់គោលដៅតែផ្លាស់ប្ដូរយុទ្ធសាស្ត្រការបោះបង់ខ្លួនឯងមិនមែនគ្រាន់តែជាការឈប់ធ្វើការងារនោះទេវាគឺជាការបោះបង់ចោលក្តីសម័យសមត្ថភាពនិងបោះបង់ចោលនូវគំរូដែលយើងចង់ក្លាយទៅជាផ្លូវដែលនាំយើងទៅរកជោគជ័យគឺវាមិនមែនសុទ្ធតែត្រង់នោះទេបងប្អូនវាគឺពោរពេញទៅដោយការងាររេចឹងហើយបើសិនបើបងប្អូនឃើញថាផ្លូវមួយនេះមិនដំណើរការទេចឹងយើងអាចផ្លាស់ប្ដូរយុទ្ធសាស្ត្ររកផ្លូវថ្មីបាននៅពេលដែលគោលដៅធំរបស់យើងមើលទៅហាក់ដូចជាវាពិបាកទៅដល់ពេកចឹងបងប្អូនអាចបំបែកវាឲ្យទៅជាកិច្ចការតូចៗការសម្រេចកិច្ចការតូចៗនឹងបង្កើតជាកម្លាំងចិត្តឲ្យបងប្អូនបន្តិចម្ដងយើងដើរយឺតក៏បានតែគ្រាន់បើជាងយើងឈប់ដើរចឹងការដើរយឺតក៏នៅតែនាំយើងទៅដល់គោលដៅបានតែបើឈប់យើងនឹងត្រូវត្រឡប់ទៅចំណុចចាប់ដើមវិញការបោះបង់ខ្លួនឯងគឺជាការនិយាយទៅកាន់ខ្លួនឯងថាខ្ញុំមិនស័ក្តិសមនឹងក្តីសម័យរបស់ខ្ញុំទេតែថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូននិយាយទៅកាន់ខ្លួនឯងម្ដងទៀតថាខ្ញុំនឹងមិនបោះបង់ខ្លួនឯងទេខ្ញុំនឹងមិនឈប់ពាក់កណ្ដាលទីទេខ្ញុំនឹងទៅដល់គោលដៅរបស់ខ្ញុំជូនពរបងប្អូនជោគជ័យទៅលើគ្រប់កិច្ចការទាំងអស់ដែលបងប្អូនបានធ្វើហើយក៏អរគុណបងប្អូនដែលបានស្ដាប់វីដេអូនេះដល់ចប់ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនកុំភ្លេចជួយ like និង subscribe ឲ្យខ្ញុំមួយផងណាបាយបាយបងប្អូនខ្ញុំនឹងជួបបងប្អូននៅក្នុងវីដេអូក្រោយៗទៀត